You ever talk to yourself? តើលោកអ្នកបងប្អូនធ្លាប់និយាយជាមួយខ្លួនឯងអត់ Sometimes we're going to find out that's a good thing to do. ពេលខ្លះហើយយើងត្រូវតែដឹងថាការនិយាយជាមួយខ្លួនឯងគឺជាកិច្ចការដែលល្អណាស់ហើយយើងត្រូវធ្វើ I'm Cindy. ខ្ញុំពិសី Today we're going to read Psalm 62. ពេលនេះយើងអានទំនុកដំកើងជំពូកទី Verse 62 5. ខ5 It says, Rest in God alone, my soul, for my hope comes from Him. ពិតមែនហើយមានតែនៅក្បែរព្រះជាម្ចាស់ទេដែលចិត្តខ្ញុំបានស្ងប់ត្បិតព្រះអង្គជាទីសង្ឃឹមរបស់ខ្ញុំ You know, sometimes I get overwhelmed, and it's times like that that I have to speak to my soul. មានពេលជាច្រើននៅក្នុងអារម្មណ៍ក្នុងផ្លូវចិត្តរបស់ខ្ញុំគឺខ្ញុំមានអារម្មណ៍ថាលើសលប់មែនទែនចំពោះអ្វីៗទាំងអស់ដែលខ្ញុំកំពុងតែជួបដូច្នេះស្ថានភាពមួយហ្នឹងគឺជាពេលដែលខ្ញុំត្រូវការនិយាយមកកាន់ខ្លួនឯងដើម្បីកិច្ចការល្អក្នុងព្រលឹងរបស់ខ្ញុំ David had learned that in quietness and in trust is my strength. ព្រះបាទដាវីតបានរៀនថានៅក្នុងភាពស្ងប់ស្ងាត់ហើយនៅក្នុងការទុកចិត្តរបស់ព្រះអង្គគឺជាកម្លាំងរបស់ទ្រង់ He learned to be like a weaned child. គាត់ដូចជាកូនក្មេងម្នាក់ A weaned child no longer just thinks about his own desires or tries to constantly get something from his mother. នៅពេលដែលពេលមួយដែលគេចាប់តាមដឹងក្តីគឺគេលេងទៀមទាឬក៏ត្រូវការអំពីឪពុកនិងម្ដាយរហូតហើយ But rather he just leans his head contentedly against his mother's breast and enjoys her embrace. ហើយគឺជាពេលដែលគាត់អាចគ្រាន់តែផ្អែកទម្រែកខ្លួនទៅលើទៅក្នុងដៃរបស់ម្ដាយហើយអាចសម្រាកនៅក្នុងវត្តមានរបស់ម្ដាយឬក៏ឪពុកបាន He's not trying to get something from her. He's just satisfied being with her. ចឹងមិនចាំបាច់ត្រូវតែទៀមទាឬក៏ត្រូវការអ្វីអំពីឪពុកនិងម្ដាយទេគ្រាន់តែនៅជាមួយឪពុកនិងម្ដាយពេលនេះគឺជាពេលដែលគ្រប់គ្រាន់ David learned to experience God like that. អញ្ចឹងព្រះបាទដាវីតទ្រង់បានមានបទពិសោធន៍បែបនេះជាមួយនឹងព្រះជាម្ចាស់ Just being with him in silence, leaning his head. គ្រាន់តែចំណាយពេលជាមួយនឹងព្រះអង្គនៅក្នុងភាពស្ងប់ស្ងាត់ផ្អែកខ្លួនទៅលើព្រះកាយរបស់ព្រះអង្គ And receiving his embrace. ហើយទទួលយកការអោបក្រសោបនៃសេចក្តីស្រឡាញ់របស់ទ្រង់ But me, sometimes I struggle. ប៉ុន្តែសម្រាប់ខ្ញុំវិញមានពេលខ្លះខ្ញុំពិតជាពិបាក Oh, I want to rest. ខ្ញុំពិតជាចង់សម្រាក I want to experience his embrace. ខ្ញុំចង់មានបទពិសោធន៍អំពីការអោបក្រសោបរបស់ព្រះអង្គ I want to wait in silence. ខ្ញុំក៏ចង់ចាំនៅក្នុងភាពស្ងប់ស្ងាត់ដែរ But sometimes all these thoughts come crashing into my mind, trying to capsize my feelings and shipwreck my peace. ហើយប៉ុន្តែអាគំនិតអញ្ញាអញ្ញៃមួយចំនួនវាចាប់ដើមចូលមកកាន់ខួរក្បាលរបស់ខ្ញុំហើយចាប់ដើមលួចយកអំណរលួចយកភាពសេចក្តីសុខសាន្តចេញពីដួងចិត្តរបស់ខ្ញុំ What can we do? តើឡើយយើងធ្វើម៉េច The Bible says that we can capture every thought and take it a prisoner. ព្រះគម្ពីរបានប្រាប់យើងថាយើងអាចប្រមូលចិត្តគំនិតឆ្មើងកន្ទ្រឹងរញ៉េរញ៉ៃទាំងអស់នោះដាក់វាចូលនៅក្នុងដូចជាដាក់គុកអញ្ចឹង And forcing each thought to bow before Jesus. ហើយយកគំនិតទាំងអស់នោះមួយម្ដងដើម្បីឲ្យមកចុះចូលជាមួយនឹងព្រះយេស៊ូវ Jesus said, "Peace be still to the raging storm." ព្រះអង្គមានព្រះបន្ទូលថាចូលឲ្យស្ងប់ស្ងៀមព្រះអង្គនិយាយបញ្ជាទៅកាន់សមុទ្រនិងព្យុះដែលកំពុងតែមាន He can speak that into my life. ព្រះអង្គក៏អាចឲ្យភាពស្ងប់ស្ងៀមមួយនេះចូលមកកាន់ជីវិតរបស់យើងបានដែរ But I must learn to be quiet. ប៉ុន្តែយើងត្រូវរៀនចេះរក្សាភាពស្ងប់ស្ងៀម Rest in my Father's presence. សម្រាកនៅក្នុងព្រះវត្តមានរបស់ព្រះបិតារបស់យើង Yes, I can cry out to God. I can tell him what I need and what I want. ពិតយើងអាចនិយាយទៅកាន់ព្រះអង្គយើងអាចស្រែកទៅកាន់ព្រះអង្គអាចស្រែករកជំនួយដែលមកពីព្រះអង្គបាននៅពេលយើងត្រូវការ But I must also discipline myself to wait in silence for him. ប៉ុន្តែខ្ញុំក៏ត្រូវតែរៀនបង្រៀនខ្លួនឯងឲ្យចេះរងចាំនៅក្នុងភាពស្ងប់ស្ងាត់របស់ព្រះអង្គដែរ So wait in silence, my soul, for your hope is in God alone. សូមប្រលឹងខ្ញុំអើយសូមឲ្យចេះចាំចេះសម្រាកនៅក្នុងព្រះអង្គព្រោះព្រះអង្គជាសេចក្តីសង្ឃឹម Let's pray. តោះយើងអធិដ្ឋាន Lord, you've given me 2 ears and only 1 mouth. ព្រះអង្គឲ្យព្រះអង្គបានឲ្យកូននៅត្រចៀកពីរហើយមាត់តែមួយទេ And yet so often I only use my mouth and I don't listen to hear what you want to say to me. មានពេលជាច្រើនដែលកូនប្រើមាត់ច្រើនជាងប្រើត្រចៀកហើយភ្លេចរៀនស្ដាប់អំពីអ្វីដែលព្រះអង្គចង់មានព្រះបន្ទូលមកកាន់កូន I don't want to be like those who Jesus said had eyes but didn't see and ears but didn't hear. កូនអត់ចង់ដូចទៅជាបណ្ដាជនដែលព្រះយេស៊ូវព្រះអង្គមានព្រះបន្ទូលថាអ្នកដែលមានត្រចៀកចូលយកទៅស្ដាប់ចុះអ្នកដែលមានភ្នែកចូលឲ្យមើលឲ្យឃើញ You've told us to be still and know that you are God. ព្រះអង្គប្រាប់កូនហើយព្រះអង្គបានប្រាប់យើងឲ្យនៅឲ្យស្ងៀមហើយដឹងថាព្រះអង្គទ្រង់ជាព្រះ Teach me to be still.
បងឲ្យសូមបង្រៀនកូនឲ្យកូនចេះនៅស្ងៀម I want to be content in your presence, knowing that when I am in your embrace, all is well in my world. សូមបង្រៀនកូនឲ្យកូនចេះស្កប់ស្កល់នៅក្នុងព្រះវត្តមានរបស់ព្រះអង្គហើយអ្វីទាំងអស់ព្រះអង្គនឹងថែរក្សាព្រះអង្គនឹងចាត់ចែងនៅក្នុងពិភពជាមួយនឹងព្រះអង្គមួយនេះ Teach me, Lord, to enjoy just sitting quietly with you. សូមបង្រៀនកូនឲ្យកូនរីករាយស្កប់ចិត្តជាមួយនឹងការសម្រាកនៅក្បែរព្រះបាទទារបស់ព្រះអង្គនឹងភាពស្ងប់ស្ងាត់មួយនេះ Amen. អាមែន